របស់បច្ចេកវិទ្យា AI បាទជាមួយនឹង skill និងបច្ចេកទេសថ្មីយករោងក្បួនក្បាច់ល្អៗដែលនិយមលេងគ្រប់ទីកន្លែងផងដែរបាទបាយ AI សង្កត់នាងឈុតនេះបាទបងអនឡាញខាងខ្មៅនេះគឺគាត់លេងសេះទឹមទេណាបងគាត់លេងសេះទឹមដោយគាត់បាទគាត់ចេញត្រីមុខនាងគាត់មកគឺអាចចាប់ផ្ដើមសង្កត់ភ្លាមបាទធម្មតាយើងក៏ឃើញតែខ្មៅលេងសេះចងស្ដាំអីចឹងទៅសង្កត់នាងណាប៉ុន្តែអាចសេះស្ដាំសង្កត់នាងសេះទឹមបាទតែមានរូបខុសខ្លះយ៉ាងមិនខ្លាំងបងទស្សនាជាមួយលោកបងនេះទាំងអស់គ្នាបាទបងខ្មៅគាត់ខ្វែងសេះបាទដើម្បីចាប់ស៊ីត្រីមកនេះអញ្ចឹងបាទជំរឿនដែលល្អនោះគឺចាក់ត្រីចរបាទចាក់ត្រីចរនៅកន្លែងនេះបាទខាងខ្មៅបើសិនជាគាត់ចាក់ត្រីគាត់មានតម្រងទៀតគឺចាក់ត្រីសកត់គោលដែរតែគោលសអត់តឡើងអញ្ចឹងរៀងយ៉ាប់ដែរបងក្នុងការសកត់ទៅគោលអត់ស្ទះគោលយ៉ាប់វាបានអញ្ចឹងណានេះក៏របស់សេះចងអីតាមនឹងទៅបាទឈុតនេះក៏និយមឃើញគ្រូគាត់ប្រកួតអីលេងជួបគ្នាដែរសកត់ទៅសកត់មកស្កត់នាងស្កត់គោលខ្មៅគាត់ឡើងខំបាទជាត្រីតគីបដើមដែលជីងនៅកន្លែងនេះខ្លាំងណាស់បងខ្លាំងកន្លែងនេះកន្លែងដែលអ្នកសកត់ណាជីងត្រីតគីបដើមបានឬខ្លាំងអញ្ចឹងបានជារឿយៗគេឲ្យយើងដល់ខាងរោនោះពិចារណាបាទដើរត្រីបាទចេញញ៉ាត់ត្រីខាងមុខខ្សែខាងឆ្វេងហ្នឹងចេញឲ្យលឿនសម្រាប់ខាងរោណាបាទទល់ដែរបែរហើយទល់ដែរបាទឡើងញៀងមកស៊ីយោតែម្ដងបាទកំពុងតែរៀបជើងព្រួរៀងខ្លួនណាបងប៉ុន្តែខាងខ្មៅគាត់ឡើងគោមកកន្លែងនេះគឺគាត់ចង់បាទការពីតំណែងបាទផ្លៃឡូសេសបាទឲ្យហក់ម៉ូតូថ្នាក់នៅកន្លែងនេះគាត់អាចដេញបានណាបាទហើយនេះក៏ធម្មតាបាទដូចសម្រាប់លេងដែរបាទប៉ុន្តែគាត់ចូលក្នុងវិញគាត់អត់មកតោសង្ស័យគាត់អត់ឈរនេះទៀតទេបាទខ្សែគាត់ឈរនេះក៏មានអីដេញដែរបាទសចង់ដេញតទៅថយញៀងទៅពេលបាទឲ្យថយបាទថយខុនដែរបាទកន្លែងនេះសង្កេតណាបងអាចយកត្រីស៊ីទៅទឹមទេតែសារត្រីមកប្រភេទនេះគង់តែគេចាក់ហែកឬគេស៊ីផ្ដាច់គឺអាចយកគោលស៊ីបាទទស្សនាដល់ចប់បងគ្នាដើម្បីទទួលបាទបទពិសោធន៍ថ្មីនិងជាប្រយោជន៍ក្នុងការសិក្សាផងដែរបងខ្មៅស៊ីផ្ដាច់តែអាចស៊ីតនៅកន្លែងនេះបាទនៅកន្លែងនេះដល់ពេលដែលខ្មៅចាក់ត្រីទីនេះនឹងខ្មៅគាត់ត្រូវសល់ទូខាងក្រៅមួយហ្មងតែនេះសង្កេតណាខ្មៅត្រូវទូត្រីមកគ្រាប់បាទអាចស៊ីបាទត្បិតតែគាត់មានជំរើស 2-3 មែនតែมันអាចយកខ្សែមកស៊ីបានដោយសារនៅលើជើងនាងគឺជំរើសល្អរបស់គាត់ត្រីអញ្ចឹងខាងសគាត់ត្រូវស៊ីបើស៊ីបើនៅកន្លែងហ្នឹងបាទអញ្ចឹងគាត់អត់ហ៊ានស៊ីតទេបើសិនជាស៊ីតបងឃើញហើយនឹងខាងសផ្លូវទូបាទចង់ស្អីគាត់បានតែបោនាងណាបាទមានបញ្ហាអត់ស៊ីតទេឡើងគល់បាទឲ្យថយនាងត្រឡប់មកវិញបាទឡើងគោលមកតាមបាទបោះខ្សែតខ្សែនៅកន្លែងនេះបងសង្កេតខ្សែមកគ្រាប់នេះនៅពេលដែលខ្មៅគាត់អត់ស៊ីណាបាទគឺខ្សែនេះគឺខ្លាំងមែនតើគឺគាត់ឈរកន្លែងមួយដែលអត់ថាប់សាហាវមកអញ្ចឹងគាត់ស៊ីខ្ញុំមើលខ្សែនឹងខ្លាំងរបៀបនេះដាក់ទុកចាប់ទៅហើយបាទលើកទូកចាប់ session បាទឥឡូវនេះមួយតិចកន្លែងដែលគាត់
ពេលដែលអាយលើកទូកចាប់សេះហើយសេះថយទៅកន្លែងនេះបងគឺបានផលច្រើនមែនទែនទីមួយជំហានបន្ទាប់ដែលគាត់ដើរទៀតនោះគឺដាក់ទូកទឹកទៅគាត់ស៊ីចាប់នៅកន្លែងហ្នឹងចាប់មកជួរហ្នឹងនេះជួរហ្នឹងទៀតមានបញ្ហាសេះហ្នឹងវាទៅអញ្ចឹងធម្មតាសេះហ្នឹងមិនទៅលេងគោលចាប់គោលហ្នឹងបងឃើញសេះមិនត្រូវពិបាកទោះបីថយគោលក៏សេះហ្នឹងទៅហែកដែរដូចខ្ញុំអธิบายមុនអញ្ចឹងគឺសេះមកគាត់ហ្នឹងគឺនៅពេលដែលថយសេះតសេះណាបាទគឺគាត់អត់ស៊ីខ្មៅអត់ស៊ីសេះហ្នឹងគឺទៅជាសេះមួយដែលខ្លាំងបាទវាសង្គ្រប់យកមកបាទឡើងគោតគោលលេងសេះផងបាទเราមិនចាំបាច់ឲ្យទៅស៊ីគោលស៊ីតែសេះមកស៊ីតែគោលខាងលើអอกមកខ្ញុំចង់និយាយថាគោលនេះយើងអត់ចាំបាច់ស៊ីអញ្ចឹងណាបាទមានចំណងមួយដែរអត់ស៊ីតែសេះគោលអอกមកស៊ីអอกទៀតរាប់គ្រាប់ឆែកកម្លាំងបាទសេះគោលជីគោលបងប្អូនគ្នាសង្កេតមើលគាត់ទៅលើបាទអានោះអស់គោលដល់ដឹងខ្លួនណាឥឡូវនោះទៅអស់សេះមួយទៀតកន្លងនេះចាញ់មកសេះពនាងឡើងគោលទៅដេញទូកបាទបងប្អូនគ្នាកន្លែងនេះគឺទូកខ្មៅព្រមនេះគាត់ដាក់កន្លែងនេះគឺឃើញជាប់ហ៎បាទចឹងកន្លែងនេះបាទឲ្យមានជំរឿថយសេះចងប៉ុន្តែឲ្យមិនចងថយចងទេដកទូកចងបាទជំរឿតែថយសេះចងនៅកន្លែងនេះបាទកន្លែងនេះគឺទុកនួគៀបខុនបាទត្រៀមចាំក្របទូកនេះឡើងទៅអញ្ចឹងណាបាទប៉ុន្តែបងប្អូនសង្កេតឃើញថាវាអាចទុកសេះនឹងបោះឡើងទៅលើនេះបាទទៅបោះឡើងទៅលើចាប់ត្រីវាយមកសេះបាទត្រៀមស៊ីគោលនៅពេលដែលត្រីវាចេញមកទៅបាត់មកឃើញទេស្អាតមែនទេបាទឥឡូវនេះបងទូកនេះជាប់មួយជើងទៀតបើសិនជាឡើងខុនបងឃើញថាទូកនេះគឺមានបញ្ហាបាទអញ្ចឹងគាត់យកត្រីស៊ីត្រីដើម្បីបើកផ្លូវទូកគាត់រត់អញ្ចឹងអាចមានផ្លែនមួយទៀតមិនមែនស៊ីត្រីកាប់ទេបងអុកស៊ីកូនៅមិនតន់ចប់ទេបងចាំមើលក្បាច់ឲ្យអាយសម្លាប់តិចសិនថតសេះស៊ីកូលបបាទអុកមួយសិនអុកមិននាងទៀតបាទទៅវិញលេងបានហើយមកអូខេមកនេះបានណាបាទមកនេះធ្វើមកគោលទៀតអញ្ចឹងមកនេះអត់បានមកនេះអត់បានទៅវិញអត់បានទៅអត់បានមានតែកាត់បាទអត់អាចមកទៅនឹងបានទេគឺគាត់ឡើងមកត្រង់អញ្ចឹងនៅពេលដែលអាចអុកគាត់នឹងលូនចូលមកក្នុងបានតែអាចអត់អុកមកគោលទេគឺអុកមកទូដោយសារតែគាត់ទៅវិញអត់បានទៅវិញអត់បានទៅជើងនេះជើងស្អីចឹងទៅអុកមកទូគាត់លុបចូលក្នុងចូលខំទៅបាទកន្លែងនេះអាចមានជំរឿឡើងគោលដែរបងព្រោះអាប់ហ្នឹងខនអាប់ហើយឡើងគោលថយគោលត្រៀមវាយមកគោលក៏បានតែអាចឡើងមានបាទទុកស្ពេសមួយអប់ខ្លួនបាទមកគាត់ខ្វល់គាត់ថយត្រីបករីងសេះបាទកន្លែងនេះមានអីតិចទេបាទបន្ទប់ចប់សពគ្រប់តែម្ដងបាទចំពោះវីដេអូឃ្លីបនេះបងចូលយ៉ាងណាដែរបងសូមជួយ like និង comment ម្នាក់មួយប្រាប់ផងហើយសូមអរគុណបងប្អូនគ្នាចំពោះការទស្សនាបានដល់ចប់ហើយខ្ញុំមិនได้សូមអធិស្ឋានចំពោះបាទការអធិប្បាយនេះក៏ពីខ្លះលើរូបខុសត្រូវណាសូមអធិស្ឋានបានច្រើនបាទសូមអរគុណចំពោះការទស្សនាបានដល់ចប់ម្ដងទៀតណាសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត